បាទនេះគឺមកដល់ទស្សនវិជ្ជាដែលជំរាបជូនពុកម៉ែបងប្អូនបាទគឺការដាំដុះឡើងវិញបាទសម្រាប់ឆ្នាំទី2ហើយដែលក្រុមហ៊ុនបាទចំការអំពើនៅខាងអូរ៉ាល់យើងនេះបាទទទួលយកសេវាកម្មតាក់ទងទៅនឹងការដាំដុះនិងប្រើបាទបច្ចេកទេសក៏ដូចជាជីរបស់ហ៊ុយយន្តកសិកម្មគឺជីធម្មជាតិភ្នំពេជ្រជាមួយនឹងម្សៅកវ៉ោបាទអញ្ចឹងព្រឹកមិញក៏ខ្ញុំបានបាទទៅជម្រាបជូនជាមួយនឹងលទ្ធផលនៃការដាំដុះសម្រាប់ឆ្នាំទៅមិញបាទឆ្នាំនេះក៏យើងមកទំពងតែរៀបចំในការដាំដុះម្ដងទៀតបាទអញ្ចឹងដូចបងប្អូនបានឃើញហើយបាទនេះគឺជាការលាយបាទការលាយជីបាទគឺធម្មជាតិភ្នំពេជ្រជាមួយនឹងជីគីមីបាទដើម្បីបាទដាក់ដាំបាទអញ្ចឹងគឺអ្វីដែលការយកចិត្តទុកដាក់សម្រាប់ហ៊ុយយន្តកសិកម្មគឺយើងអត់ចោលទេគឺសម្រាប់ប្រជាកសិករដែលបានប្រើប្រាស់នៅផលិតផលរបស់ហ៊ុយយន្តកសិកម្មគឺយើងតែងតែចុះមកបាទជួយប្រឹក្សាណែនាំនឹងការតាមដានរាល់ការលូតលាស់របស់ដំណាំจะធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់បាទតាមបងប្រុសដែលមានប្រសាសន៍ដែលតេតងទៅនឹងការបាទដាំដុះនៅឆ្នាំនេះគឺអំពៅដែលឡូដែលទាបបំផុតបាទដែលគេហៅថាឡូដែលដាច់កូនច្រើនដោយសារកត្តាដែលយើងប្រមូលផលដោយគ្រឿងម៉ាស៊ីនឬក៏ការជន់ជាមួយនឹងការអលំមួយទឹកភ្លៀងក៏បាន80តោនដែរបាទគឺ80តោនក្នុងដី1ហិកតាសម្រាប់ផលអំពៅឆ្នាំនេះហើយខ្ពស់បំផុតរហូតដល់ជាង100តោនបាទជាង100តោនអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនបាទមិនថាដំណាំផ្សេងគឺអាចចង់បានសេវាកម្មរបស់ហ៊ុយយន្តកសិកម្មគឺអាចទំនាក់ទំនងបានផងដែរបាទសូមអរគុណ